នេះគឺខ្ញុំបង្ហាញអ្នកគ្នាតើធ្វើម៉េចដើម្បី add font នៅក្នុង Canva Pro អូខេអញ្ចឹងអីដែលអ្នកគ្នាត្រូវធ្វើដំបូងគេហ្នឹងអ្នកគ្នាត្រូវ download font សិនអញ្ចឹងអ្នកគ្នាគ្រាន់តែវាយចូលជ្រុំដាក់ font ខ្មែរហើយអ្នកគ្នានឹងឃើញ website ជាច្រើនមែនតើដែលមាន font ខ្មែរអញ្ចឹងណាមាន font ខ្មែរជាច្រើនអញ្ចឹងអ្នកគ្នា download មកវាចេញ zip file ខ្ញុំជ្រើសយក website នេះហើយខ្ញុំ download font អញ្ចឹងអានេះអីដែលខ្ញុំ download ហើយអូខេអ្នកគ្នា click ពីរដងទៅអានេះប៉ុន្តែខ្ញុំបញ្ជាក់បន្តិចដោយសារខ្ញុំមាន file ហ្នឹងហើយនេះគឺជាអក្សរពេលដែល download ហើយកុំភ្លេច install វាផងណាចុចមួយ install ចុចទៅលើ poster ណាមួយក៏បានខ្ញុំឧទាហរណ៍ទៅលើ poster មួយនេះអូខេអញ្ចឹងខ្ញុំទៅសេអក្សរខ្មែរសិន font អញ្ចឹងធម្មតាទេអញ្ចឹងបើសិនអ្នកគ្នាចង់បាន font អីផ្សេងនេះកន្លែងនេះ upload a font so អ្នកគ្នាចូលកន្លែង upload font ហើយទៅកន្លែង folder ដែលយើងទុក font ដែលយើង download មុនហ្នឹងនេះខ្ញុំមាន font នេះទុកមិញមួយណានេះទាំងអស់ហ្នឹងអ្នកគ្នា open ទៅអញ្ចឹង download ហើយនេះ KX បានដំបងមានអក្សរបន្ទាប់មកអ្នកគ្នាឃើញអាសញ្ញាព្រួយនេះអ្នកគ្នាចុចមកក្រោមមកវាមានទៀតអ្នកមានអាដុតចំណងមានអាធម្មតានេះគឺជា font ដែលយើងបាន download អញ្ចឹងអ្នកគ្នាអាចចុច bold ឯនេះធម្មតាក៏បានអញ្ចឹងការ download font មានតែប៉ុណ្្នឹងទេបើសិនអ្នកគ្នាមានចំណុចអីបន្ថែមទាក់ទងជាមួយនឹង Canva អាច comment នៅក្នុងវីដេអូនេះបានដើម្បីខ្ញុំឃើញទៅយើងធ្វើវីដេអូបន្តទៀតអញ្ចឹងអរគុណអ្នកគ្នាមែនតើសម្រាប់មើលវីដេអូនេះបាយបាយ